តោះអញ្ចឹងនេះគឺជាគ្រឿងមីឆាដែលយើងត្រូវធ្វើសោះវាអញ្ចឹងយើងផ្សំគ្រឿងយើងលាយគ្រឿងក្លិនគ្រឿងឲ្យហើយអស់ចឹងមកហើយចាំយើងទៅធ្វើណាអញ្ចឹងយើងមើលក្នុងក្រាមអញ្ចឹងក្លិនមួយរួចចាំមួយមករួចហើយចាំយើងទៅធ្វើតោះបងប្អូនហើយយើងកំដៅបើកភ្លើងវិញហើយចាក់ទឹកម្សៅឆាចូលតែឥឡូវយើងចាប់បានធ្វើទេហើយយើងកំដៅបើកភ្លើងវាយើងចាក់ទឹកម្សៅឆាយើងហ្នឹងយើងកូរឲ្យសព្វមកអូខេចាក់ចូលមកតោះមកដាក់គ្រឿងយើងចូលដាក់គ្រឿងយើងទាំងអស់មកដាក់មុនក៏បានដែរណែគេមានប្រដាប់គៀនេះស្រួលជាងនិយាយចង់ភៅគេតោះចឹងយើងដាក់អីមុនក៏បានដែរសម្រាប់ការលាយធ្វើសោះមីឆាអូខេទឹកម្ទេសអូខេទៀតទឹកស្ទូដាក់ចូលមកប្រេងខ្យងហើយហ៎ចឹងយើងលាយគឺយើងអត់បាក់ភ្លើងទេយើងដាក់គ្រឿងយើងចូលឲ្យសព្វសិនគ្រឿងយើងមានម៉ាញយើងដាក់ចូលគ្នាសព្វសិនដាក់មកដាក់ទាំងអស់មកស្អីក៏ដាក់យើងក្លិនហើយហ្នឹងចេងម្រេចអូខេស្ករសចឹងទឹកយើងចាំដាក់ក្រោយក៏បើកភ្លើងកូរសិនបើកភ្លើងសិនមកចាំទឹកចាំដាក់ក្រោយទឹកដាក់ម្ដងពីរតាមក្រោយវិញឆាចឹងហ្នឹងបើកភ្លើងខ្លាំងមកតែមិនខ្លាំងពេកឲ្យខ្លោចបាតកូរមកកូរសប់មកកូរពុកមកអូខេអញ្ចឹងសម្រាប់ផុសមីឆានេះបើសិនជាបងប្អូនចង់បានក្លិនឈ្ងុយបងប្អូនអាចដាក់សាតេបានណាសាតេកញ្ចប់យើងនេះយើងអាចដាក់បានមិនសាតេต้มយำណាอย่าច្រឡំណាបើសិនយើងចង់បានក្លិនឈ្ងុយអញ្ចឹងនៅក្នុងវីដេអូនេះគ្រូក៏ដាក់ដែរណាដាក់ដូចគ្នាអញ្ចឹងដាក់3ស្ព្រាមកសាតេអូខេអញ្ចឹងយើងដាក់សាតេមើលបង្ហាញឲ្យគេមើលផងអូខេដាក់3ស្ព្រាមក3ព្រាពេញអូខេបានហើយហើយកូរមកចឹងវាមានក្លិនឈ្ងុយរៀងកាត់កូនចិនតិចអូខេអញ្ចឹងយើងចាក់ទឹកជើងចូលបដាតោះចាក់បដាកូរបដាមកចាក់បដាកូរបដាមកអូខេអញ្ចឹងយើងកូរវាតតែរហូតតតែវាពុះកូរតតែវាពុះហើយធ្វើមិនការពារកុំឲ្យវាខ្លោចបាតប្រយ័ត្នកូរខ្លោចបាតហ្នឹងឈាមចាប់ហើយអញ្ចឹងយើងកូរវាពុះមកហើយកុំខ្លោចបាតអូខេតោះឃើញថាសោះមីឆាយើងពុះហើយអញ្ចឹងប៉ណ្ណឹងបានហើយរួចរាល់ហើយបិទភ្លើងមកអូខេអញ្ចឹងយើងលើកចាក់ចូលក្នុងកន្ទង់អញ្ចឹងមកធនធានហ្នឹងលើកចាក់មក